ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញអំពីវិធីដុតមាន់ជាមួយស្ពៃក្តោបណាបងប្អូនចាស្ពៃក្តោបយើងពុះជាពីរមកបងប្អូនបើសិនជាមាន់យើងមានច្រើនយើងដាក់ទាំងមូលតែបើសិនជាមាន់យើងតិចដៃយើងដាក់តែមួយចំហៀងមកបងប្អូនព្រោះមាន់ខ្ញុំតិចទេខ្ញុំដុតតែតិចទេបងប្អូនដល់មកចំហៀងទេចាពុះស្ពៃក្តោបយើងមកជា4មកណាបងប្អូនពុះហើយយើងចាប់ផ្ដើមបកវាជាសន្ទាប់មកយកមកលាងព្រោះដោយសារយើងការពារបើសិនជាស្ពៃក្តោបមានថ្នាំយើងលាងស្អាតបានល្អណាបងប្អូនចាដល់រួចហើយចាំយើងលាយចាប់ផ្ដើមផ្សំគ្រឿងយើងមានអីគល់សក្ខីស្លឹកក្រូចម្ដេងចាយើងចាប់ផ្ដើមផ្លះមាន់យើងមកឲ្យវាដុតទៅឆ្អិនល្អចាយើងរួចហើយយើងចាក់ខ្លាញ់ចូលមកបងប្អូនរួចហើយយើងរៀបគ្រឿងយើងពីលើចារួចហើយយើងដាក់មាន់ចូលមករៀបគ្រឿងហើយយើងដាក់មាន់ចូលដើម្បីអីវាឲ្យគ្រឿងយើងនោះវាជះក្លិនមាន់ឲ្យឈ្ងុយរួចហើយក៏មាន់យើងអត់ខ្លោចទេបងប្អូននេះដិតហើយបងប្អូនឆ្អិនមួយចំហៀងយើងប្រែមកបងប្អូនរួចហើយចាំយើងដាក់ស្ពៃក្តោបយើងចូលពេលដែលមាន់យើងដុតចិត្តឆ្អិនចាំដាក់ស្ពៃក្តោបចូលដោយសារអីវាធ្វើឲ្យស្ពៃក្តោបយើងអត់រលួយហើយរួចហើយវាល្មមច្រប់ឆ្ងាញ់ណាបងប្អូនចានេះវិធីធ្វើទឹកត្រីកោះកុងយើងមានម្ទេសមានខ្ទឹមចាហើយនេះខ្ញុំប្រើស្ករត្នោតបងប្អូនចាច្បាច់ក្រូចដាក់ស្ករអំបិលវាចេញយើងនឹងឯងបងប្អូនចាហើយនឹងទឹកត្រីយើងចាកូរឲ្យម៉ត់មកពេលដែលយើងធ្វើស្ករត្នោតចឹងបងប្អូនខាប់ល្អឆ្ងាញ់មែនតើទឹកត្រីកោះកុងយើងបងប្អូនចាឥឡូវរួចហើយយើងចាប់ផ្ដើមមកមើលមាន់ចាមាន់យើងចាត់ហើយយើងចាប់ស្ពៃក្តោបមកបងប្អូនឃើញស្ពៃក្តោបយើងគឺវាអត់រលួយល្មមយើងជ្រលក់មួយមាន់ហើយសាច់មាន់យើងលឿងល្អអត់ខ្លោចទេណាបងប្អូនធ្វើតាមវិធីរបស់ខ្ញុំចារួចហើយបេះមកបងប្អូនបន្ទាប់ជាមួយស្ពៃក្តោបមកគឺឆ្ងាញ់មែនតើបងប្អូនធ្វើតាមខ្ញុំ